ហើយក៏ឃើញដែរសំណួរគាត់នេះសួរពីប្រស្នាបុរាណនេះថាដីខ្មែរដីសៀមដីយួនលាយចូលគ្នាកុកសរេរាមិនចង់ទៅស្រុកអានេះជាប្រស្នារបស់សត្រាពីដើមទេដែលលោកពោលមកនោះលោកពោលជាប្រស្នាលោកមិនពោលតែត្រង់ទេព្រោះខ្មែរយើងពីដើមបើគេលេងអីគេលបងប្រស្នាណាហើយលបងប្រស្នាហ្នឹងជាប់ជាទំនៀមជាប់ជាទំនៀមដូចពិធីមង្គលការពិធីចែចៅកូនកន្លោះកូនកមុំអញ្ចឹងណាយើងឥឡូវអត់ចេះប្រស្នាទេនិយាយត្រង់តែកូនអ្នកឯងកមុំទេកូនអ្នកឯងកន្លោះទេមានជាប់ពាក្យឯណាឯណីហើយទេបើអត់ទេយើងជាប់សាច់ជាប់ឈាមគ្នាទៅជាតម្លងនឹងគ្នាអីចឹងទៅប៉ុន្តែចាស់ពីដើមអត់មានអញ្ចឹងទេអ្នកសុកសៀមរាបនេះប្រហែលជាសល់ទំនៀមច្រើនហើយគឺថាចាស់ពីដើមបើគេចង់សួរគ្នាអំពីកូនចៅប្រុសស្រីអញ្ចឹងគេលើកជាប្រស្នាគេថាខ្ញុំមកពីនាយធ្លាក់ដល់អាយឃើញស្រូវអ្នកល្អមានក្របពូជនោះក៏ល្អដែរចង់យកមកសាបព្រោះលើដីអ្នកតើបានដែរឬទេណែគេសួរគ្នាអញ្ចឹងណាណែបានខាងមកខាងទៀតខាងកូនស្រីគេថាបើសិនតែគេកូនស្រីនឹងមិនទាន់ណែជាប់ពាក្យជាប់សម្ដីជាមួយអ្នកណាទេគេថាដីខ្ញុំដីមាសដីសម្រិតណាបើអ្នកគិតដល់ត្រឹមត្រូវល្មមព្រមនឹងយកក្របពូជមកផ្ញើបានណែគេឆ្លងប្រស្នាគ្នាអញ្ចឹងហើយបើកូនបើគេអត់សួរអញ្ចឹងគេសួរថាខ្ញុំដើរកាត់ព្រៃឃើញផ្កាឈូកកំពុំដុះក្នុងបឹងល្អគប់នេត្រាប្រាថ្នាចង់កាច់យកមកថ្វាយព្រះណែបើខាងស្រីគេព្រមវិញណែគេលើកប្រស្នាតបវិញគេថាណែផ្កាឈូកខ្ញុំរុំដោយទឹកបឹងមានបន្ទាប់ពីអស់ពីព្រះអរិយមេត្រីទៅផែនដីនេះត្រូវឆេះរហូតដល់ព្រហ្មលោករងចាំទម្រាំតែផែនដីកកើតឡើងវិញអាចមានមនុស្សសត្វរស់នៅឡើងវិញនេះគឺឋានដែលផ្ទុកសត្វបណ្ដោះអាសន្នមានតែ2កន្លែងទេនៅរੂកមួយកន្លែងនិងព្រំចាប់ពីព្រំជាន់ទី6ឡើងជាន់ទី10ហើយទី7ឡើងអធិស្ឋានព្រំមាន16ជាន់ឆេះអស់6នៅសល់10រាល់ថ្ងៃកន្លែងដែលផ្ទុកសត្វមាននរកប្រែតដេរឆានអសុរកាយមនុស្សទេវតា6ព្រំ16អរូបព្រំ4និងអភិសង្ខារភពទាំង31នឹងផ្ទុកសត្វប៉ុន្តែពេលដែលរាងកាយជាបរិវាររបស់ចិត្តជាស្ដេចនៅក្នុងនគរកាយទាំងមូលនឹងសាងកំផែងដោយគ្រោងឆ្អឹងពីសដោយសាច់បិទដោយស្បែកលំអដោយកសក់កសក់កញ្ចក់រោមថ្មិញអីហ្នឹងណាគឺបុគ្គលកាលណាសោយអារម្មណ៍ក្នុងឈានមានសោមនស្សកើតឡើងក៏នឹងឆាប់ដល់សភាពនឿយណាយសោយនៅទូមនស្សកើតឡើងក៏នឹងឆាប់ដល់នៅសភាពនឿយណាយតែបើបុគ្គលរំកល់ចិត្តនៅក្នុងឧបេក្ខាសម័យមកថាបុគ្គលបាក់បល័យបកែដល់អញ្ចឹងបែបលើកដៃច្រើនបាក់បល័យបកែបល័យនោះបកែណាបកែមែនណាឲ្យតែយើងទិញចាំឲ្យតែយើងទិញចាំហ្នឹងជាពុទ្ធតគាថាហើយយើងល្បីថាពុទ្ធតគាថាមានអានុភាពចង់ចេះទេបល័យហ្នឹងព្រះអង្គសម្ដែងថាណដ្ឋិលោកេអនន្តិតោលោកប្រែឲ្យថាលើលោកនេះមនុស្សឯណាមួយគិតអំពីការនិន្ទាមិនមានឡើយបល័យបកែលោកប្រាប់អញ្ចឹងថាលើលោកហ្នឹងទាំងមូលអ្នកឯណាមួយគិតឲ្យផុតអំពីការនិន្ទានោះអត់មានឡើយប្រើនឹងសេចក្តីវិនិច្ឆ័យអត់ស្ថិតនៅលើការនិន្ទានិងការសរសើរនោះទេស្ដាប់បានណាពី
អាស្រ័យនៅលើទង្វើបច្ចុប្បន្នដែលកំពុងធ្វើបើកាលណាយើងធ្វើទៅត្រឹមត្រូវតាមច្បាប់តាមមាត្រាមិនក្តៅក្រហាយដល់អ្នកឯណាដតីប្រកបដោយអង្គដ៏ត្រឹមត្រូវប្រកបតាមផ្លូវដែលមានអថង្គិកមៈទាំង8ប្រការជាយានហើយនោះនឹងគឺយើងធ្វើទៅព្រោះព្រះដ៏មានពភាកជាសាស្តានៃយើងណាដែលព្រះអង្គមាននាមថាសត្ថាទេវមនុស្សសាnăngជាអ្នកជាសាស្ត្រាចារ្យជាគ្រូនៃមនុស្សនិងទេវតាមាព្រំទាំងឡាយនេះក៏ព្រះអង្គជួបពើប្រទះជាមួយនឹងការនិន្ទាដែរ